បាទជំរាបសួរបងប្អូនអ្នកខែស៊ីមរៀបទាំងអស់គ្នាបងប្អូនមានដឹងអត់ថានៅវត្តកោះខ្សាច់នៅខាងផ្លូវមកភ្នំក្រោមគេមានការរៀបចំកម្មវិធីចូលឆ្នាំហើយនឹងឆ្លងចែកបងប្អូនច្បាស់ជាឆ្ងល់ថាចូលឆ្នាំតាំងពីយូរហើយមិនក៏នៅនេះគេទៅតែចូលឆ្នាំដោយសារតែជាទំនៀមទម្លាប់តាំងពីបុរាណគឺគេចូលឆ្នាំក្រោយនៅពេលចូលឆ្នាំខ្មែរអញ្ចឹងសម្រាប់ការបុណ្យឆ្លងចែកដូចជាចូលឆ្នាំនៅខាងវត្តកោះខ្សាច់ហ្នឹងគឺគេធ្វើរយៈពេល3ថ្ងៃនៅថ្ងៃទី24 25 26ខែមេសាឆ្នាំ2026អញ្ចឹងចង់ដឹងថាទស្សនវិជ្ជានៅបរិវេណការរៀបចំរបស់គេមានទស្សនវិជ្ជាបែបណាកុំភ្លេចតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាតោះបងប្អូនដែលរស់នៅក្នុងខេត្តសៀមរាបតិចអត់ដឹងថានៅវត្តកោះខ្សាច់ក៏ដូចជានៅខាងចុងគ្នាគេមានការរៀបចំកម្មវិធីចូលឆ្នាំខ្មែរនិងឆ្លងចែកក៏ដូចជាសង្ក្រាន្តបងប្អូនច្បាស់ជាឆ្ងល់ហើយថាចូលឆ្នាំខ្មែរគឺនៅថ្ងៃទី15 16ជាដើមអញ្ចឹងហេតុអីក៏វត្តនេះទើបតែរៀបចំកម្មវិធីនៅក្នុងថ្ងៃទី24 25 26នេះវិញបើតាមខ្ញុំសួរចាស់ក៏ដូចជាអ្នកដែលគាត់រស់នៅទីហ្នឹងគាត់ថាដោយសារតែនេះគឺជាទំនៀមទម្លាប់តាំងពីបរមបុរាណក៏ដូចជាទំនៀមទម្លាប់ប្រពៃណីតាំងពីយូរណាស់មកហើយដែលគេរៀបចំកម្មវិធីក្រោយពេលចូលឆ្នាំខ្មែរអញ្ចឹងបងប្អូនដែលអត់ទាន់បានដឹងមើលវីដេអូនេះហើយកុំភ្លេចមកលេងទាំងអស់គ្នាហើយនេះគឺជាទស្សនវិជ្ជាជាក់ស្ដែងនៅវត្តកោះខ្សាច់ដែលជាវត្តនៅជាប់នឹងបឹងទន្លេសាបតែម្ដងបើយើងមើលវត្តវិញបងប្អូនគឺថាជើងសសរវែងមែនតើដោយសារតែខែវស្សាគឺទឹកឡើងដល់កម្ពស់ខ្ពស់អញ្ចឹងការសាងសង់វត្តក៏ដូចជាសាងសង់អីផ្សេងៗនៅតំបន់ទន្លេហ្នឹងគឺគេមានការសាងសង់ជើងសសរខ្ពស់អញ្ចឹងណាហើយមើលការរៀបចំគេមានការរៀបចំជាការពុនភ្នំខ្សាច់អូយភ្នំខ្សាច់ច្រើនខ្លាំងមែនតើបងប្អូនមើលទៅទេសភាពគឺស្អាតហើយមានការដេគ័រអីផ្សេងសង្ក្រានសាតហើយគេមានឆាកគេហៅថាឆាកសម្រាប់ទាញព្រាត់ទាញអីឬក៏ច្រៀងអីជាដើមអញ្ចឹងទៅច្រើនខ្លាំងមែនតើហើយក៏មានការលក់ដូរម្ហូបអាហារហើយកំថានៅទន្លេអត់មានគ្រឿងសមុទ្រណាបងប្អូនណែយកមកតំបន់ទន្លេគេលក់គ្រឿងសមុទ្រឡើងមកចេះតិចបងប្អូនអូយមើលទៅតំណងខ្លាំងមែនតើហើយមានមនុស្សមកលេងច្រើនមិនថាតែជនជាតិខ្មែរនេះមានទាំងជនជាតិបរទេសនិយាយទៅរាល់តែឆ្នាំនៅតំបន់នេះគឺគេចូលចិត្តមកលេងខ្លាំងមែនតើដោយសារតែគេចង់បានបរិយាកាសមាត់ទឹកមាត់ទន្លេហើយក៏ជាបរិយាកាសមួយនៅឆ្ងាយពីក្រុងហើយនៅទីនេះបងប្អូនគេធ្វើរៀងរាល់ឆ្នាំអញ្ចឹងខ្ញុំសូមបញ្ជាក់ថ្ងៃទីដែលគេលេងបងប្អូនគេលេងថ្ងៃទី24 25 និង 26ហើយខ្ញុំមកនេះគឺមកនៅថ្ងៃទី25អញ្ចឹងសម្រាប់ស្អែកជាថ្ងៃអាទិត្យគឺជាថ្ងៃចុងក្រោយក៏ជាថ្ងៃដែលគេលេងកម្មវិធីច្រើនខ្លាំងមែនទែនឮថាមានការដង្ហែទឹកពីខាងភ្នំក្រោមមកទីតាំងនេះដើម្បីស្រង់ព្រះមានការទាញព្រាត់មានអីផ្សេងច្រើនខ្លាំងមែនទែនបងប្អូនអញ្ចឹងវីដេអូរបស់ខ្ញុំគឺខ្ញុំសូមអាប់ដេតតែប៉ុណ្ណេះសិនសម្រាប់បងប្អូនដែលបានទស្សនាវីដេអូមួយនេះឬក៏បងប្អូនដែលមានគម្រោងមកណាកុំភ្លេចជួយ share វីដេអូនេះឲ្យអ្នកដែលគាត់អត់បានដឹងឬក៏គាត់ដែលចង់មកហ្នឹងឲ្យគាត់បានឃើញមានអារម្មណ៍ថាចង់មកឆាប់អញ្ចឹងណាបងប្អូនហើយក៏អរគុណមែនតើបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់បើសិនជាមានការខុសឆ្គងត្រង់ប្រការណាមួយសំខាន់តែអភ័យទោសផងជម្រាបលាជួបគ្នានៅវីដេអូក្រោយ